ជប៉ុនគេធ្វើស្រែអត់ធ្វើស្រែនេះទេអត់ធ្វើស្រែបរោះទេជប៉ុនគេធ្វើស្រែសន្ទូងសុតហ្មងហើយស្ទូងគេស្ទូងនឹងម៉ាស៊ីនទៀតហើយស្រែក៏ទំហំមិនសូវជាធំអីប្រហែលទេច្រើនណាស់សារតែជប៉ុនយ៉ាងដឹងហើយគេមានច្បាប់នៃការកាន់កាប់ដីស្រែគេមានកំណត់ម្នាក់គឺអាចគ្រប់គ្រងដីបានតែអាចថាមួយហាត់មាន2នាក់ក៏2ហាត់ដែរភាសាតែស្រែតិចហើយបានជប៉ុនគេចូលចិត្តធ្វើស្រែបែបប៉និតធ្វើស្រែបែបល្អិតល្អន់ហ្មងអត់ធ្វើលំទេចិត្តដាក់មែនទេហើយនិយាយvềថាអង្គវិញក៏ពពកថ្លៃប៉ុនលក់អង្គ30គីឡូស្មើយើងលក់ស្រោម1តោនដល់ពេលដីគេចាញ់មកគឺអញ្ចេះអាហ្នឹងមិនដំបូងគឺវាអញ្ចេះណែដល់ពេលគេវាយដីយ៉ាងមកវាអញ្ចេះតែឆ្នាំនេះគឺដូចជាចំណេញទឹកដល់ហើយដល់រដូវធ្វើស្រែពឹបភ្លៀងមានទឹកវាយដីបណ្ដោយហើយកូនកែបក៏ដីយំដូចនៅក្មេងយើងចឹងដែរប៉ែបមើលល្ងាចម៉ោង5 6យំក្នុងកំពងវិញហ្នឹងខ្ញុំតនេចូលចិត្តដើរមកតែម្ដុំហ្នឹងឯងតែម្ដុំហ្នឹងវាមើលឃើញតែសភាពច្បាស់តែសភាពស្អាតស្រឡះភ្នែកមានភ្នំមានខាងភ្នំហ្នឹងគឺសមុទ្រយើងឡើងភ្នំទៅយើងមើលឃើញសមុទ្រហើយនៅខែ5ខែ6នេះយើងមើលពីលើភ្នំមកយើងនឹងឃើញវាស្រែខៀវស្ងាត់មកស្អាតមកអានេះគឺប្រព័ន្ធបញ្ចូលទឹករបស់គេប៉ុនធ្វើស្រែអត់បូមទឹកទេណាអេមែនតើស្រោក៏ថ្លៃក៏ថ្លៃបន្លែក៏ថ្លៃនិយាយទៅរបស់កសិករថ្លៃទាំងអស់ប៉ុន្តែបើរបស់ជប៉ុនបើជារបស់ផ្សេងដូចរបស់ brand គឺថោកវិញបើជើង brand ក៏ឲ្យ brand ថោកជាងនៅយើងនៅខាងយើងឡាន brand អីថោកជាងយើងតែជប៉ុនគឺថ្លៃរបស់កសិករគឺថ្លៃមែនទែនខ្នោគឺ7ដែលបានទៅទេ7-Eleven នៅជើងភ្នំត្រាប់ជួប្រាក់អត្រាគេប្រើប៉ុណ្្នឹងឯងម៉ាស៊ីន35 40អីហ្នឹងគេមិនសូវជាប្រើម៉ាស៊ីនធំទេធំយ៉ាងម៉េចបើដីលក្ខណៈដីសើមអញ្ចឹងវាខ្លាចវានេះដែរវាជាប់ដីដែរហើយណាមួយដីវាមិនសូវជាច្រើនផងជប៉ុនមានអត្រាសឹងគ្រប់គ្នាហើយកសិករគេទាំងអត្រាទាំងម៉ាស៊ីនច្រូតដែរហើយវាស្រួលវាយដីវាអត់ជាប់ផងវាអត់ធ្ងន់ដីអញ្ចឹងហើយគេអត់មានការដុតកជ្រឹងទេអត់មានសោះប្រហែលអត់មានការដុតទេអាចតែហើយការដុតរបស់ជប៉ុនកុំថាឡើយកជ្រឹងទោះបីជាសម្រាប់នៅក្នុងផ្ទះមេឈើរបស់យើងមិននឹកឃើញប្រមូលចង់ដុតទេណាគេត្រូវមានឧបករណ៍សម្រាប់ដុតគេទៀតកុំឲ្យផ្សែងហ្នឹងវាប៉ះពាល់ទៅដល់អ្នកជិតខាងប៉ះពាល់ដល់អ្នកដទៃអាហ្នឹងគេដុតតែសម្រាប់ដូចជាស្លឹកឈើមេឈើអីទេប៉ុន្តែវាដូចជាថងấyប្រហែលជាអត់មានការដុតទេមិនថាទៅតាមស្រុកស្រែឬតាមទីក្រុងជនបទអីទេគឺគេមានក្រុមហ៊ុនគេខាងប្រមូលសម្រាប់បើថាយើងចូលខុសក៏អត់បានដែរចូលខុសគេអត់ទទួលហើយត្រឹមតែអត់ទទួលទេចូលខុសតែ2 ដងគេចាប់ផ្ដើមសម្បត្តិមកដល់មុខផ្ទះឈឹបមក